ว้าวจีซีนี่เนี่ยจีห้องจังเอาเขมรยังถือคุณจีห้องมือโคลนได้หัวไอ้ยังพูดยังพลายโนจังยังเผยจีห้องเดินตรงเช่นนั้นมา ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងមកធ្វើ reaction ទៅលើ TVC ថ្មីរបស់ Vicola ឈប់យើងដាក់ Vicola សិនឲ្យយើងសើកព្រោះយើង react ណា អូខេ Cheers សើមនេះ មិនដែរដូចជានៃមោទនភាពជាតិ សើមមែនតើ តោះយើងអូខេអញ្ចឹងតោះ start ទាំងអស់គ្នាបរាំងខ្មែរទៀត អូអានោះចេញពីភាសាបាញ់ហ្នឹងអីមានកងមកទៀតកងមកខ្មែរយើងនេះលុយមែនតើស្បៃដងម៉ែគេនេះlà cái quán nó bán gì gì lần wow chị xì đi nè chị hong oh my god lôi mình tên ô chị vậy tao slay khang mỗi bánh trộn tiền không chết mà anh hỏi trong chết quát đo tiết lôi khang tên spy mà vì trong chết mà Vicola oh my god មានអារម្មណ៍ថា quality មិញមកនឹងតែចាក់ភ្នែកហ្មងណាជាមួយ effect ជាមួយអីហើយ concept លយមែនតើបែបបុរាណមកកំបាញ់មួយសម័យលយមកមានគ្រប់គេចង់និយាយពីរសជាតិនៃមោទនភាពខ្មែរអញ្ចឹងទៅមួទៅមានន័យថារសជាតិហ្នឹងផឹកទៅគឺមានកំបាញ់ចូលទាំងអស់តាំងពីសម័យបុរាណគ្រប់រសជាតិទាំងអស់ហើយមានតាំងពីគ្រប់generation ទៀតហ្នឹងមិនមានតាំងពីក្មេងៗមានអ្នកហមទាំងលបាំងខ្មែរទាំងហមសម័យអីទាំងអស់ឃើញ scene មួយពេលដែលបងប្រុសម្នាក់គាត់ញ៉ាំហើយគាត់យើងចេញឲ្យ flash រូបល្ខោនបន្តិចហ្នឹងបងខ្ញុំមានអារម្មណ៍ថាទោះបីជាគាត់យុវជនសម័យណាប៉ុន្តែពេលដែល flash មាន effect flash account ល្ខោនជាមកបន្តិចហ្នឹងគឺដូចថាយើងបាន taste រសជាតិនៃមោទនភាពយើងហើយជាតិខ្មែរយើងវប្បធម៌ខ្មែរយើងនៅក្នុង Vicola ហ្នឹងអញ្ចឹងបើខ្ញុំគិតថាដោយសារតែ like គេនិយាយពី spirit of Cambodian culture អញ្ចឹងមានន័យថានៅពេលដែលយើងញ៉ាំ even we are Gen Z right now ប៉ុន្តែ as a ខ្មែរពួកយើងមានអា spirit មួយដែលយើង understand ពី culture របស់ខ្លួនឯងអញ្ចឹងមានន័យថានៅពេលដែលយើង test a flavor របស់ខ្មែរអញ្ចឹងអា inside របស់យើងហ្នឹងវាចេញមកដោយឯងដល់ sometimes យើងអត់ដឹងថាហ្នឹងវាអីIt's like we post small ហ្មងសិតមេហើយចូលទៅទាំងអស់យើងសេដាក៏ចូលទៅមេហើយណាខ្ញុំស្រឡាញ់វិញលេងហើយខ្ញុំវាអាកន្លែងជន់ហើយវាបែកកតិចមាសចេញមកវាកលេចទៅវាតាក់ភ្នែកហ្មងនឹងវាតាក់ភ្នែកវា like វា cool ហ្មងវាលយខ្លាំងមាសលើថ្លៃមាសលើថ្លៃខ្ញុំស៊ីននោះធ្វើចាំហ្មងស៊ីននឹង so powerful ឃើញគាត់ជន់លើដូចជន់លើដីសវណ្ណភូមិអញ្ចឹងតែមានទឹកនឹងដីទឹកដីមាសហ่าមាសខ្ញុំថាវា powerful ឡើងស៊ីនលេងហ្គេមនេះក៏វាតំណងដែរដោយសារអីខ្ញុំធ្លាប់លេងហ្គេមហ្នឹងខ្ញុំដឹងក្នុង map ហ្នឹងគឺវាមែនតែនមានកវត្តខ្មែរនៅក្នុងហ្គេមដែលគេលេងទូទាំងពិភពលោកហ្មងហើយយើងបានកាត់កន្លែងហ្នឹងមកវាមើលទៅជាទងជាតិខ្មែរយើងហ្នឹងកន្លែងហ្នឹងក៏ very cool មែនតែនដែលពួកគាត់ចាប់កន្លែងហ្នឹងបានហើយគ្រាន់តែបើកភ្នែកមកចេញអ្នកលេងស្បៃណាភ្លេងស្បៃនេះខាងវាមានភ្លេងស្បៃហើយតបមកចេញមកយើងខំឡើងវិញពីតា
ហើយនេះក៏ចង់និយាយ visual តែ effect នេះ so លយមានជីហងទៀតលយខ្លាំងមែនតើ ទៅ ថាមានចំបៃហោះ វាតែ futuristic ហ្នឹងហើយ បែប futuristic គឺដូចយើង explore culture យើងមានចបៃមានអី លើកតុងជាតិដាក់លើស្មា បងកងតបគាត់មិនមានទងជាតិដាក់នៅលើស្មាហើយតួនាទីរបស់គាត់គឺការពារទឹកដីយើងប៉ុន្តែនៅក្នុង TVC នៅក្នុងចម្រៀងហ្នឹងហ្មងគឺចង់គេដាក់ lyric ហ្នឹងនិយាយមុនគេហ្មងសម្រាប់ខ្ញុំគាត់ថាគឺចង់បង្ហាញថាមិនមែនតែបងវរៈកងតបទេដែលមានតួនាទីការពារទឹកដីយើងការពារវប្បធម៌យើងអត្តសញ្ញាណយើងទាំងអស់គ្នាគឺត្រូវតែការពារទឹកដីខ្លួនឯងហើយនឹងការពារអត្តសញ្ញាណខ្លួនឯង culture ខ្លួនឯងវប្បធម៌ខ្លួនឯងទាំងអស់មិនចាំបាច់តតែពួកគាត់ទេអញ្ចឹងយើងរួបរวมគ្នាទាំងអស់គ្នាការពារប្រទេសយើងមួយនឹងទាំងអស់គ្នា ទង់ជាតិនៅលើស្មាភាគច្រើនគឺបងតាហ៊ានបងប៉ូលីសដែលមានទង់ជាតិអនឡាញឃើញនៅអាចនៅលើនេះឬក៏នៅលើជាតិនេះអញ្ចឹងវាឃើញតែឃើញទង់ជាតិកម្ពុជានៅលើប្រព័ន្ធអញ្ចឹងមកអត្តន័យនៃបទចម្រៀងនេះគឺលើកទង់ជាតិដាក់លើស្មានេះគឺចង់មានន័យថាមិនមែនតែបងកងតបឬក៏បងកងកម្លាំងទេដែលត្រូវតែលើកទង់ជាតិដាក់លើស្មាហ្នឹងយើងគ្រប់គ្នាហ្នឹងក៏អាចធ្វើដោយគាត់បានដែរដោយគ្រប់គ្រងផលិតផលខ្មែរគ្រប់គ្រងវីកូឡានេះដែលមានរូបទង់ជាតិដោយទង់ជាតិរបស់យើងអញ្ចឹងហើយណាមួយផលិតផលនេះគឺផលិតផលផកខ្មែរយើងទៀតអញ្ចឹងមានន័យថាយើងអាចចូលរួមលើកទង់ជាតិទាំងអស់គ្នាមិនមែនចាំបាច់ថាគាត់ពាក់កៅអៅកងទ័ពគាត់ពាក់កៅអៅប៉ូលីសបានអាចដឹងទង់ជាតិដាក់លើស្មាបានទេហ្នឹងបងយល់ឃើញអញ្ចឹង ខ្ញុំគិតថាចេះពាក្យថាតុងជាតិមួយវា heavy អញ្ចឹងមានន័យថាចេះពេលដែលយើងយករបស់មួយដាក់មកលើស្មាវាថាវាដូចវា cover everything នៅលើខ្លួនយើងអញ្ចឹងមានថានៅពេលដែលដាក់នៅលើស្មាវា identity របស់យើងគឺជាខ្មែរ is so that we are ខ្មែរអញ្ចឹងមានន័យថាពេលដែលគេថាវាជាសារមួយដែលធ្វើឲ្យ like Gen Z យើងជំនាន់ក្រោយទាំងអស់ហ្នឹងគាត់គិតពីប្រទេសជាតិយើងមុនអញ្ចឹងពេលដែលធ្វើអីក៏ដោយគឺត្រូវគិតពីខ្មែរអញ្ចឹងខ្ញុំគិតថាពាក្យហ្នឹងស្ដាប់មើលទៅដូចវា easy to listen ប៉ុន្តែបើនិយាយពី meaning វាគឺ deep សម្រាប់ខ្ញុំវិញគឺដូចស្អីគាត់លើកឡើងនិយាយមិនអញ្ចឹងគឺគ្រប់គ្នាគឺសិតតែដើរតួនាទីសំខាន់បំផុតនៅក្នុងការជួយការពារនៅវប្បធម៌ជាតិរបស់យើងហើយក៏ដូចជាទឹកដីរបស់យើងដែរអញ្ចឹងពាក្យមួយម៉ាត់ដែលលើកទង់ជាតិដាក់លើស្មាហ្នឹងគឺមានន័យខ្លាំងមែនទែនទៅដល់ប្រជាជនខ្មែរយើងគ្រប់រូបខ្ញុំគិតថាមួយទៀតពាក្យហ្នឹងវា like ដាស់ស្មារតីឲ្យក្មេងៗជំនាន់ក្រោយ especially like Gen ក្រោយដែលគាត់ស្ដាប់ពាក្យហ្នឹងហើយឲ្យគាត់គិតរឿងប្រទេសយើងជាមុន like ពីពួកអីសម័យកាលនេះបើក្រៅពីខ្លួនយើងខ្លាំងអត់មានតែគេជួយយើងបានទេអញ្ចឹងក្នុងនាមជាខ្មែរកូនខ្មែរជំនាន់ក្រោយអីដែលយើងអាចធ្វើបានយើងធ្វើអីដែលយើងអាចជួយប្រទេសជាតិបានយើងធ្វើយើងជួយដូចជាគ្រប់គ្រងផលិតផលរបស់ខ្មែរយើងពួកអីឥឡូវហ្នឹងដូចយើងក្នុងរយៈពេលសង្គ្រាមហ្នឹងយើង like អត់ដឹងថាផលិតផលខ្មែរយើងមកពីណាក៏ពិតមានច្រើនមែនតើតែគ្រាន់តែថាយើងអត់ដឹងអញ្ចឹងឥឡូវហ្នឹងជាពេលដែលយើងចាប់ផ្ដើមគិតថាអូខេយើងងាកមកមើលនិងគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាមកអញ្ចឹងឥឡូវយើងមកស្ដាប់ចំណាត់របស់ពួកគាត់ទាំងអស់គ្នាថា basic សម្រាប់ពួកគាត់គឺមួយណាសម្រាប់ខ្ញុំវិញគឺកន្លែងហងនេះគឺវាលាយបែប futuristic និយាយទៅគឺលយខ្លាំងមែនតើមានភ្លើង neon ហើយមានតួដែលជាចិនស៊ីហ្នឹងក៏វាទងចិត្តនិយាយទៅមើលទៅគឺមានមោទនភាពជាខ្មែរហ្មងនិយាយទៅលយខ្លាំងគឺ slay ខ្លាំងមែនតើនិយាយទៅចង់និយាយចឹងថាអែម the best ហ្មងនិយាយទៅស្អីគេអស់ណាស្លេងហ្នឹងអូចេញមកបងសុំគីបឡើងនៅក្នុង reaction ណាចង់និយាយថាស៊ីមិននេះសុំគីបក្នុង reaction ចង់និយាយថាអ្នក react នៅក្នុងនេះទាំងអស់គ្រប់ generation ទាំងអស់ Gen Z Gen Y មកហើយអត់នៅតែចូលចង់បន្ថែមតិចគេកន្លែងហ្នឹងគេចង់និយាយថាបើខ្ញុំមែនកន្លែងហ្នឹងគេចង់មានន័យថាជាយើង proud ទៅបីយើងទៅដល់អនាគតក៏ដោយតែយើងនៅតែរក្សាវប្បធម៌របស់យើងដែរដូចហងនេះចឹងវា futuristic មែនណាហោះអីចឹងប៉ុន្តែនៅតែដាក់វប្បធម៌យើងនៅក្នុងហ្នឹង include រហូតហើយមានក្មេងៗកាន់ទង់ជាតិបើខ្ញុំសុំថែមឡើងមួយទៀតពួកខ្ញុំឆ្លាញ់ស៊ីននឹងដែរខ្ញុំគិតថាមូលហេតុដែលគេ
ជាហងហ្នឹងខ្ញុំជឿថាគេចង់ឲ្យក្មេងៗយើងធ្វើខ្លួនជាហងធ្វើខ្លួនឯងពួកអីយើងពូជយើងផ្លាច់ធ្នូអញ្ចឹងយើងត្រូវជីហងហើយសំខាន់ជីមើលគឺ Gen Z ជីមើលរបៀបវប្បធម៌មើលอะไรធម៌របស់ខ្មែរយើង feel like គឺចង់ introduce ក្មេងៗហ្នឹងឲ្យស្គាល់ពីសិល្បៈវប្បធម៌របស់ខ្មែរយើងពួកអី everything គឺ gold មែនតើអត់មានតែគេអាច copy របស់យើងបានទេទោះបីជាគេខំប្រឹងមិនក៏ដោយ សំខាន់នៅលើហងមានក្បាច់ខ្មែរមានអីហ្នឹងហើយអញ្ចឹងរក្សាទៅវប្បធម៌ខ្មែរ នេះយោបល់ខ្ញុំបងមានន័យថានោះយើងឃើញមនុស្សប្រុសស្រីពីរនាក់ហ្នឹងកាន់ក្នុងជាតិខ្មែរអញ្ចឹងមានន័យថាអនាគតប្រទេសយើងគឺលើពួកគាត់ដែលក្មេងៗក្រោយនេះនាំវប្បធម៌អរិយធម៌យើងឃើញមាននាងសីតាមានយៈអីហោះមានចបៃមានអីហ្នឹងទៅផ្សព្វផ្សាយឲ្យកាន់តែខ្ពស់ទៅដល់ឲ្យផុតមេឃហ្មងនិយាយទៅខាត់ជាច្រើនយើងឃើញអ្នកលេងចបៃចាស់ចាស់តែក្នុងនេះអ្នកលេងចបៃហ្នឹងគឺក្មេងមានន័យថាចេះមិនមែនថាឲ្យថារបស់ពីដើមអ្នកចាស់ចាស់ទេមានន័យថាក្មេងៗអាចស្នងបានដែរក្មេងៗស្រឡាញ់ស្គូតតែហ្នឹងហើយផងចុងក្រោយហ្នឹងមានន័យថាគេបយូទីក្រុងយើងមានន័យថាប្រទេសនៅស្រុកខ្មែរយើងបយូពីអភិវឌ្ឍនឹងសម័យ ចាប់អារម្មណ៍ឃើញស៊ីនតែឃើញទង់ជាតិហោះមកពណ៌ដបហ្នឹងមានតែមិនទៅហ្នឹងឃើញថានេះដល់ពេលយើងមើល design Vicola ទៅដូចទង់ជាតិយើងមានពណ៌ក្រហមខៀវសហ្នឹងពេលដែលទង់ជាតិហោះមកពណ៌ហ្នឹងចេញជា design របស់ Vicola ហ្នឹងហើយពីមោទនភាពជាតិយើងណាកទង់ជាតិអង្គរពណ៌ស Vicola ពណ៌សហើយមានខៀវក្រហមតោះឡើយយើងជារសជាតិមោទនភាពជាតិនេះ ចាំមក ជា មានសាច់អាំងទេ អូសាច់អាំងទៀត អានេះមានសាច់អាំងឯងឆ្ងាញ់ ខ្ញុំទៅឆ្ងាញ់ អញ្ចឹងអ្នកទាំងអស់គ្នានៅចាំដល់ណាទៀតយើងនៅតែបន្តគ្រប់គ្រងផលិតផលខ្មែរ Vicola រសជាតិនៃមោទនភាពជាតិ Our Cola Our Pride